បាទសួស្តីបងប្អូនថ្ងៃនេះយើងមកមើលធុងចម្រោះបាត់ខ្នាត30គុណនឹង40ហើយកម្ពស់វា3ជាន់ហ្នឹង50សង់ទីម៉ែត្របាទសម្រាប់3ជាន់នេះយើងប្រើតាមលក្ខខណ្ឌរបស់វាគឺទី1យើងដាក់ចិនទី1យើងដាក់ស្បៃបាទចិនទី1ដាក់ស្បៃហើយជាន់ទី2ចិនទី2យើងដាក់ថ្មបាទថ្មចម្រោះបាទថ្មបងប្អូនយើងហៅថ្មកាត់ឆ្អាបហើយជាន់ទី3យើងដាក់ UV បាទអានេះអាចដាក់ UV ក៏បានដាក់ថ្មក៏បានបាទអញ្ចឹងទាំងអស់មាន3ចិនកម្ពស់វា51សង់ទីម៉ែត្រហើយយើងនឹងរៀបចំដាក់សម្ភារៈឲ្យបងប្អូនមើលដូចក្នុងវីដេអូបន្តអញ្ចឹងណាបាទសួស្តីបងប្អូនថ្ងៃនេះយើងមកថតពីចម្រោះធំដែលយើង set up ជាមួយនឹង motor 800D ថ្មចម្រោះស្បៃហើយនឹង UV បាទសម្រាប់ទំហំធុង30 cm គុណនឹង40គុណនឹង50បាទយើងរៀបចំមួយបាទនេះចិនក្រោមគេបាទចិនក្រោមគេយើងរៀបដូចយើងមើលហ្នឹងគឺអានេះរៀបសម្រាប់ទឹកចេញទៅក្នុងអាងរបស់យើងវិញបាទអានេះទីយ៉ូដែលមានវ៉ាន់គឺជាយ៉ូចេញពីធុងចូលក្នុងអាងបាទហើយជាន់នេះគឺយើងដាក់ UV បាទនេះពង UV យើងត្រូវតែដាក់យ៉ាងណាក៏បានចូលឬវិចិត្រទេកុំដាក់ផ្លេដាក់ដើរដែរហើយនេះជាន់ទី2បាទជាន់ទី2នេះយើងដាក់ថ្មហើយនឹងស្បៃបាទនេះរាប់ដាក់ថ្មធុងចម្រោះនេះអាចដាក់ថ្មដល់10កញ្ចប់ហើយថ្មនោះមួយកញ្ចប់$2បាទហើយថ្មនេះដាក់ស្បៃបាទស្បៃមួយដុំ$4បាទតែចិនទី2ហើយយើងដាក់រៀបជាន់ទី1មួយទៀតចិនទី1យើងដាក់តែស្បៃទេបាទអានេះសម្រាប់ទឹកហូរចូលទៅក្នុងធុងបាទហើយអានេះសម្រាប់មើលទឹកហើយចឹងនេះគឺយើងដាក់ស្បៃគ្នាដែរបាទយើងដល់អានេះមកយើងដាក់ស្បៃសិនហើយអានឹងនៅពីលើស្បៃពេលទឹកហូរកាត់មកគឺវាធ្លាក់ទៅក្រោមដល់ឆ្លងកាត់ស្បៃមិនទឹកវាស្អាតបាទហើយយើងយកមកតែឲ្យបងប្អូនមើលបាទអានេះដោយសារថាទៅយកនេះរៀងវែងពេកទៅខ្លាចបងប្អូនមើលទៅឃើញអញ្ចឹងយើងដោះយកនឹងចេញតិចទៅហើយនេះរៀបចំដាក់ម៉ូទ័របាទម៉ូទ័រនេះគឺ 800D កម្លាំងវា110វ៉ាត់បាទបូមសម្រាប់ទូអាង3គីបអីបានមកស្អាត3គីបទៅ5គីបបាទចឹងនឹង flow របស់វាគឺ flow ធ្លាក់មកក្រោមចឹងណាពីម៉ូទ័រចូលក្នុងទង់ធ្លាក់មកក្រោមបាទនេះយើងធ្វើការដុតម៉ូទ័រហើយយើងពិនិត្យមើលម៉ូទ័រទឹកហូរណាហើយហាងកន្លែងនេះយើងបើកមើលខ្លាចទឹកវាហូរចេញយើងត្រូវបបឡាកន្លែងផ្លាស់រយន្តនោះឲ្យវាទៅក្រោមដើម្បីកុំឲ្យទឹកសាចចេញបាទទឹកដូចឃើញនោះបងអញ្ចឹងគឺអានោះយើងមើលទៅគឺទឹកហូរចេញពីម៉ូទ័រនេះហូរទៅចូលក្នុងធុងបាទនេះនៅជាន់ទី1បាទហើយយើងមកជាន់ទី1នេះទឹកវាហូរយ៉ាងហ្នឹងបាទតែមកទឹកហូរឆ្លងកាត់ស្បៃហើយធ្លាក់ទៅជាន់ទី2ចាន់ក្រោមចាន់ UV ហើយចូលទៅក្នុងអាងរបស់យើងវិញបាទអរគុណ